អ្នកណាម្នាក់ត្រូវជួយខ្លួនឯងជាមុនសិនខ្វល់ខ្វាយយកចិត្តទុកដាក់ក្នុងជីវិតរបស់ខ្លួនឲ្យប្រសើរសិនបានសេចក្តីថាមនុស្សគ្រប់រូបត្រូវគិតពីបញ្ហាស្លាប់រស់របស់ខ្លួនឲ្យបានសមរម្យទើបអាចនឹងជួយអ្នកដទៃបានព្រោះប្រយោជន៍របស់ខ្លួនជាភាគមួយដែលអាចផ្សាយទៅជាប្រយោជន៍អ្នកដទៃបានម្យ៉ាងទៀតសេចក្តីខុសត្រូវតែងកើតឡើងមុនសេចក្តីចម្រើនកាលបើសុខហើយសេចក្តីចម្រើនក៏នឹងអាចកើតឡើងក្នុងការជាបន្តបន្ទាប់គ្នារឿងរ៉ាវទាំងនេះជាហេតុបញ្ជាក់ឲ្យយើងពិចារណាឃើញច្បាស់ថាកើតមកយើងគួរគិតពីសុខនិងទុក្ខរបស់អ្នកដទៃផង